អ្នកគ្រូខ្ញុំតែឃើញពីកម្មក្រោយមកក៏ឃើញមានធ្លាក់ឈាមមិនដឹងមិនវិញអ្នកគ្រូចាបងក្រោយពេលដែលបងធ្វើតែទឹកនំទៅឃើញពីកម្មគឺបញ្ជាក់ថាបងមានកូនអញ្ចឹងឈាមដែលបងធ្លាក់មកមិនថាប្រើឬក៏ដំណក់ទេគឺជាឈាមលាងក្បាលកូនសម្រាប់ឈាមលាងក្បាលកូនគឺកើតឡើងនៅត្រីមាសទី1នៃការមានផ្ទៃពោះ3ខែដំបូងនៅពេលដែលយើងតេស្តទៅគឺយើងដឹងថាយើងមានផ្ទៃពោះឬក៏យើងតេស្តឈាមឬក៏យើងអេកូបញ្ជាក់ថាយើងមានផ្ទៃពោះអញ្ចឹងតើតើមួយការធ្លាក់ឈាមគឺជាឈាមលាងក្បាលកូនដែលអ្នកខ្លះគាត់ធ្លាក់បែបដំណក់ត្រឹមតែមួយថ្ងៃពីរថ្ងៃមួយតំណក់ពីរតំណក់នៅក្នុងខោក្នុងអ្នកខ្លះគាត់ធ្លាក់មកដឹងខ្លួនទេអ្នកខ្លះគាត់ធ្លាក់ឈាមបែបប្រើពណ៌ផ្កាឈូកឬក៏ពណ៌ខ្មៅហើយធ្លាក់នៅក្នុងចន្លោះពីមួយថ្ងៃទៅពីរថ្ងៃដូចគ្នាអញ្ចឹងឈាមទាំងអស់ហ្នឹងក្រោយពេលដែលយើងដឹងថាយើងមានផ្ទៃពោះហើយគឺបញ្ជាក់ថាជាឈាមលាងក្បាលកូនអញ្ចឹងសូមបងប្រញាប់ទៅអេកូដើម្បីឆ្លុះមើលតាក់ទងជាមួយនឹងសុខភាពបងជាមួយនឹងសុខភាពកូនថាកូនអាយុប៉ុណ្ណាហើយកូនចូលទៅក្នុងស្បូនឬនៅប៉ុន្តែបើសម្រាប់អ្នកដែលគាត់ដឹងថាខ្លួនមានផ្ទៃពោះហើយបានទៅអេកូឬក៏ដឹងលទ្ធផលថាខ្លួនកំពុងតពពោះហើយមានការធ្លាក់ឈាមច្រើនក៏ដូចជាមានអាការៈចុកពោះខ្លាំងមានការធ្លាក់ឈាមប្រើខ្លាំងឈាមពណ៌ក្រហមស្រស់ជាពិសេសនោះគឺមានការចុកចាប់ឈឺថ្ងាសខាងក្រោមនឹងខ្លាំងអញ្ចឹងវាជាសញ្ញាមួយទៀតដែលបញ្ជាក់ថាបងកំពុងតែទទួលនៅសញ្ញាគំរាមរលូតកូនអញ្ចឹងក៏បងត្រូវប្រញាប់ទៅជួបពេទ្យដើម្បីអេកូមើលដូចគ្នានិយាយរួមទៅឲ្យតែអ្នកដែលគាត់ដឹងថាខ្លួនមានផ្ទៃពោះហើយមានការធ្លាក់ឈាមមិនថាទីឬក៏ច្រើនទេសូមបងត្រូវប្រញាប់ទៅជួបពេទ្យដើម្បីធ្វើការពិភាក្សាជាពិសេសនោះត្រូវអេកូមើលស្បូនថាមានបញ្ហាអីអត់ពាក់ព័ន្ធជាមួយនឹងសុខភាពបងជាមួយនឹងកូនហើយចំពោះម៉ាក់ដែលគាត់កំពុងតែមានផ្ទៃពោះគួរតែរកវីតាមីនញ៉ាំបន្ថែមដើម្បីការពារការរលូតឬក៏ការពារនៃការកើតមុនខែឬក៏បញ្ហាផ្សេងគឺត្រូវញ៉ាំជាតិដែលបានគ្រប់គ្រាន់ជាមួយនឹងវីតាមីនថែរក្សាកអញ្ចឹងសម្រាប់ខាងខ្ញុំគឺមានជា Oligophrosas គឺជាប្រភេទវីតាមីនរក្សាកក៏ដូចជាធ្វើឲ្យកូននិងម្ដាយមានសុខភាពល្អបងចង់បានអាចតាក់ទងតាម Telegram បាន